បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅតែជាបញ្ហាចោទដដែលហើយនៅតែធ្វើឲ្យពលរដ្ឋមានក្តីបារម្ភជាប្រចាំអ្នកស្រុកប្រញាក្រៃខេត្តកំពង់ចាមដែលរស់នៅជាប់ព្រំដែនកម្ពុជាវៀតណាមកំពុងតែភ័យខ្លាចចំពោះសកម្មភាពរបស់កងទាហានវៀតណាមដែលបានបោះទីតាំងស្នាក់នៅលើដីចម្ការរបស់ពួកគាត់ជាបន្តបន្ទាប់លោកសូតសុខប្រាថ្នាមានសេចក្តីរាយការណ៍អំពីក្តីបារម្ភរបស់អ្នកស្រុកឃុំត្រពាំង plong ស្ដីពីវត្តមានទាហានវៀតណាមនៅលើទឹកដីខ្មែរឥឡូវយើងចាំបាច់បើវាមកដល់នឹងហើយបកគោពុំដែរនៅចិត្តនេះហើយបើយើងធ្វើចការធ្វើអីនៅខាងនោះប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងឃុំត្រពាំង plong ស្រុកពញាក្រៃខេត្តកំពង់ចាមបានសម្ដែងនៅក្តីព្រួយបារម្ភទៅនឹងសកម្មភាពរបស់កងទាហានវៀតណាមដែលបានមកតាំងពីមូលដ្ឋាននៅលើដីចម្ការរបស់ពួកគាត់ដែលមានចម្ងាយប្រមាណជា1គីឡូម៉ែត្រពីបង្គោលព្រំដែនលេខ114ប្រជាពលរដ្ឋទាំងនោះបានអះអាងថាដីនោះជាដីកេររបស់ពួកគាត់តាំងតែពីមិនទាន់មានការបោះបង្គោលព្រំដែនជាផ្លូវការមកម្លេះក៏ប៉ុន្តែនៅឆ្នាំ2012គណៈកម្មាធិការព្រំដែនបានបោះបង្គោលព្រំដែនកំណត់រវាងដែនដីកម្ពុជានិងវៀតណាមប៉ុន្តែចាប់ពីក្រោយការបោះបង្គោលព្រំដែនរួចប្រជាពលរដ្ឋខ្មែរនៅតែមិនអាចទៅធ្វើចម្ការនៅលើដីរបស់ពួកគាត់បានដដែលពីព្រោះទាហានវៀតណាមនៅតែបន្តមកបោះទីតាំងនៅលើតំបន់នោះពិសេសមកចងរឹងដេកនៅក្នុងចម្ការកស៊ូរបស់ខ្មែរថែមទៀតប្រជាពលរដ្ឋរស់នៅភូមិត្រពាំង plong ឃុំត្រពាំង plong ស្រុកពញាក្រែកលោកនាងទៀនមានអាយុ51ឆ្នាំបានមានប្រសាសន៍ថាទឹកដីនៅឃុំត្រពាំង plong ដែលកំពុងតែមានបញ្ហាជាមួយវៀតណាមនោះគឺបន្តមានជាយូរណាស់មកហើយនៅឆ្នាំ1993ប្រជាពលរដ្ឋជាច្រើនភូមិដែលមានដីធ្វើចម្ការនៅតំបន់នោះមិនអាចចូលទៅធ្វើនៅលើដីរបស់ពួកគាត់បានឡើយដែលមានការរារាំងពីសំណាក់ទាហានព្រំដែនវៀតណាមលោកបន្តទៀតថាកន្លែងនោះគេចាត់ទុកថាជាតំបន់សដោយមិនទាន់មានការបោះបង្គោលព្រំដែនច្បាស់លាស់ពីរដ្ឋាភិបាលទាំងសងខាងទើបពួកគាត់ខកខាននៅក្នុងការបង្កបង្កើនផលនៅលើដីរបស់ពួកគាត់គឺរងចាំការបោះបង្គោលរួចរាល់ជាមុនសិនរហូតដល់ឆ្នាំ2012បង្គោលព្រំដែនត្រូវបានបោះរួចប៉ុន្តែប្រជាពលរដ្ឋទាំងនោះនៅតែមិនអាចទៅធ្វើចម្ការនៅលើដីរបស់ពួកគាត់បានដដែលហើយកងទាហានវៀតណាមក៏នៅតែមានវត្តមាននៅលើដីចម្ការកស៊ូរបស់ពួកគាត់រហូតដល់មានការបាញ់គំរាមប្រជាពលរដ្ឋមិនឲ្យពួកគាត់ចូលទៅធ្វើចម្ការរបស់ពួកគាត់ទៀតផងដល់ពេលប្រជាពលរដ្ឋទៅធ្វើថាបុកបកោធំហើយទៅធ្វើថាព្រំដែនវៀតណាមខាងនេះព្រំដែនខ្មែរខាងនេះទៅធ្វើគាត់ដេញដល់គាត់ដេញគាត់ថាឥឡូវចាំបុកបកោតូចចាំឲ្យធ្វើដល់ប្រជាពលរដ្ឋចូលធ្វើឆ្នាំនេះទៀតលោកដេញរហូតបាញ់រត់ព្រាតបាទរត់ព្រាតអញ្ចឹងឥឡូវគាត់មិនសុខចិត្តគាត់អាចប្តឹងទៅអង្គការសហជីវជាតិឬក៏បងទាំងអស់គ្នាឲ្យចុះមកសិក្សាឲ្យបានច្បាស់ថាតើកន្លែងហ្នឹងវាគោលហ្នឹងហើយនឹងគាត់ធ្វើការងារសងៃដែលគេដេញតើវាដូចម៉េចហើយពិតឬអត់លោកបានសម្ដែងការព្រួយបារម្ភជាខ្លាំងទៅនឹងសកម្មភាពរបស់កងទាហានវៀតណាមដែលបានមកបោះទីតាំងនៅលើដីចម្ការរបស់ពួកគាត់ជើញបងដែលអ្នកការងារគ្រប់ប្រភេទនៅក្នុងប្រទេសខ្មែរឬក៏អ្នកសារព័ត៌មានទាំងអស់បាទសូមមេត្តាជ្រាបហើយមេត្តាជួយព្រោះប្រជាពលរដ្ឋយើងខ្ញុំភ័យខ្លាចខ្លាំងណាស់ព្រោះគាត់បើដេញនឹងកម្លាំងដេញប្រឆោតនឹងអត់ប្រដាប់អាវុធអានេះខ្ញុំមិនកោតក្រែងទេលោកគ្រូតែគាត់ប្រើប្រដាប់អាវុធយើងធ្វើម៉េចយើងប្រជាពលរដ្ឋដៃស្ទេនេះឲ្យខ្ញុំមួយយ៉ាងទៀតសោតនៅកណ្ដាលព្រៃបាទខ្ញុំមកធ្វើផ្លូវដើម្បីប្រជាពលរដ្ឋទាំងអស់គ្នាបាទដើម្បីទឹកដីយើងប្រាប់ដូនតាយើងថាកុំតូចចិត្តនឹងខ្ញុំព្រោះខ្ញុំដៃទទេធ្វើវៀតណាមមិនឈ្នះពួកគេអាវុធប្រជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំដដែលអ្នកស្រីហែមសវណ្ណដែលមានអាយុ64ឆ្នាំបានសម្ដែងអារម្មណ៍ហួសចិត្តនៅពេលដែលគាត់ឃើញទាហានវៀតណាមមកចងអង្រឹងដីធ្វើប្រងើយនៅក្នុងដីចម្ការកស៊ូរបស់ខ្មែរឲ្យជួយមើលការខុសត្រូវខាងព្រំដែនយើងខ្មែរយួនហ្នឹងចាពួកអីឲ្យដល់យួនចេញមើលក្នុងព្រៃកស៊ូខ្មែរក៏វាមកចងរឹងដីដែរក្មួយឯងគិតមើលតែខ្ញុំជារាជសាមញ្ញធ្វើចាប់បណ្ណាទៅបើអាញាធរព្រំដែនធ្វើអំភើយដូចចាំចងរឹងយកទៅលុយប្រជាជនដាក់ទៅលងចូលទៅវៀតណាមខ្ញុំហួសចិត្តតែក្មួយខ្ញុំអាយុ64ឆ្នាំហើយធ្វើចំការអស់នេះគ្មានតែឃើញយួនហ្នឹងមកបន្តិចទេនេះតែឥឡូវមកសម័យ2013 2012ឃើញយួនចងរឹងដីខ្មែរយកដីខ្ញុំដាក់តំបន់ដីសដល់ចុងក្រោយវាដឹកទំលងវាយកកម្មករវាបាញ់ថ្នាំស្មៅកែកាប់ដាក់ខ្ញុំទៅប្តឹងថ្នាក់ពិការជើងក្មួយប្រជាពលរដ្ឋមួយរូបទៀតលោកញឹកចន្ទធឿនក៏បានសម្ដែងការមិនពេញចិត្តទៅនឹងភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលកម្ពុជាដែលបណ្ដោយឲ្យទាហានវៀតណាមចូលមកដីខ្មែរដោយគ្មានការហាមឃាត់ដែលមានព្រំដែនកាលពីមុនរដ្ឋាភិបាលថាមិនទាន់បានបោះបកគោលព្រំដែនហើយនឹងមិនអាចឲ្យធ្វើបានដល់ពេលបោះបកគោលព្រំដែនហើយបើជាប្រជាពលរដ្ឋខ្ញុំនេះធ្វើមិនបានបាទនឹងជាកត្តាដែលសំខាន់ហើយតើការបោះបកគោលព្រំដែនរួចហើយនឹងតើវៀតណាមដែលមករស់នៅក្នុងចក្រកស៊ូដូចមកយាមដែលជាចក្រកស៊ូដីប្រជាពលរដ្ឋកម្ពុជានេះហើយមកដេកយាមនៅទីហ្នឹងសួរថាតើរដ្ឋាភិបាលនឹងគាត់គិតយ៉ាងណាបានជាហ៊ានបដ ாய் ឲ្យវៀតណាមដែលជាជនក្រៅប្រទេសនេះបាទមកជន់ឈ្លីលើទឹកដីកម្ពុជានេះ
លោកច័ន្ទធឿនមានក្តីព្រួយបារម្ភជាខ្លាំងទៅនឹងការបាត់បង់ដីបន្តិចម្ដងរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនទៅលើប្រទេសវៀតណាមប្រសិនបើរាជរដ្ឋាភិបាលមិនចាត់វិធានការឲ្យបានច្បាស់លាស់នោះទេវិទ្យុអាស៊ីសេរីបានចុះទៅដល់កន្លែងព្រំដែនកម្ពុជាវៀតណាមក្នុងឃុំត្រពាំងប្លង់ស្រុកពញាក្រែកខេត្តកំពង់ចាមក៏បានឃើញមានកងទាហានវៀតណាមប្រមាណជា5ទៅ6នាក់ដែលបានមកចងរឹងដេកនៅក្នុងដីចំការកស៊ូរបស់ខ្មែរដែលមានចម្ងាយប្រមាណជាង1គីឡូម៉ែត្រពីបង្គោលព្រំដែនលេខ114វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីទាហានវៀតណាមទាំងនោះបានទេកាលពីថ្ងៃទី5វិច្ឆិកាប្រពន្ធប្រជាពលរដ្ឋបានឲ្យដឹងថាពួកទាហានវៀតណាមទាំងនោះភាគច្រើនអាចនិយាយភាសាខ្មែរបានប៉ុន្តែពួកគេមិនចង់និយាយបកស្រាយអ្វីទាំងអស់នៅថ្ងៃដដែលនោះកងទាហានវៀតណាមក៏បានរើសម្ភារៈនិងស្រែអង្រឹងចេញទៅទឹកដីរបស់គេវិញបន្ទាប់ពីដឹងថាមានអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកកាសែតបានចុះទៅដល់ទីនោះក៏ប៉ុន្តែប្រជាពលរដ្ឋបានឲ្យដឹងទៀតថានៅរសៀលម៉ោង3ថ្ងៃទី5វិច្ឆិកាដដែលទាហានទាំងនោះបានវិលត្រឡប់មកវិញនិងមានបកពួកជាច្រើនមកជាមួយថែមទៀតមេឃុំត្រពាំង plong លោកហែមហៀមបានមានប្រសាសន៍នៅថ្ងៃទី5វិច្ឆិកាថាលោកពិតជាបានដឹងពីបញ្ហាកងទ័ពវៀតណាមមកនៅតាមព្រំដែននោះមែនគឺតាមរយៈបណ្ដឹងរបស់ប្រជាពលរដ្ឋហើយលោកក៏បានដឹងអំពីការផ្ទុះអាវុធកាលពីឆ្នាំ2012ប៉ុន្តែលោកមិនដឹងច្បាស់ថាតើភាគីខាងណាជាអ្នកបាញ់នោះទេលោកក៏បានបញ្ជាក់ថាកន្លែងនោះពីមុនមកគេចាត់ទុកថាជាតំបន់សមែនពេលដែលមិនទាន់បោះបង្គោលព្រំដែនដោយប្រជាពលរដ្ឋខ្មែរក៏មិនអាចធ្វើអ្វីនៅតំបន់នោះបានហើយវៀតណាមក៏មិនអាចធ្វើអ្វីបានដូចគ្នាលោកបន្តថាលោកគ្រាន់តែជាអ្នកដឹងអំពីបញ្ហានោះហើយគ្រាន់តែជាអ្នកជួយសម្របសម្រួលប្រជាពលរដ្ឋតែប៉ុណ្ណោះប៉ុន្តែมันអាចសម្រេចអ្វីជាធំដុំនោះបានទេគឺទុកឲ្យថ្នាក់ជាតិដែលជាអ្នកសម្រេចប្រជាពលរដ្ឋតែតែប្តឹងហូហែមកនឹងហៅថាកន្លែងហ្នឹងវាទម្លាប់យើងមិនទាន់បានបោះបកគោលអីច្បាស់លាស់ដូច្នេះខាងរដ្ឋាភិបាលយើងទាំងពីរហ្នឹងសហការគ្នាបោះបកគោលអញ្ចឹងគេរងចាំថាបោះបកគោលហើយហ្នឹងអាចខាងនោះដីវៀតណាមឲ្យវៀតណាមខាងនេះដីខ្មែរឲ្យខាងខ្មែរយើងអាហ្នឹងខ្ញុំដឹងបានប៉ុណ្ណឹងទេតែចំពោះយើងសហការខាងមូលដ្ឋានហ្នឹងគឺមានសហការរហូតតែបោះបកគោលអាធំទាំងអាបកគោលធំទាំងអាបកគោលតូចអា100ម៉ែត្រមួយអញ្ចឹងបានន័យថាគេរងចាំថាកន្លែងហ្នឹងបនសសិនណាបើថាដីខ្មែរយើងហើយអាហ្នឹងគេពលឲ្យយើងហើយបើថាខាងនោះវៀតណាមនៅច្បាស់លាស់ខាងលើខាងបែកខាងលើគាត់ថាច្បាស់លាស់ស្នាហើយយើងអនុវត្តតាមខាងលើចំណែកអភិបាលស្រុកពញាក្រែកលោកឡុងធឿនបានបដិសេធចំពោះវត្តមានរបស់កងទ័ពវៀតណាមនៅលើទឹកដីឃុំត្រពាំង plong នោះក៏ប៉ុន្តែប្រសិនបើមានរឿងបែបហ្នឹងមែនលោកនឹងចាត់វិធានការជាបន្ទាន់ក៏វាជាប់មានបើសិនតែលោកផងដឹកមុនចឹងមិនដឹងណាប៉ុន្តែខ្ញុំនឹងចាត់ជាការទៅមើលទៀតឥឡូវហ្នឹងបើសិនតែមានចឹងមែនខ្ញុំនឹងមន្ត្រីផ្នែកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូលោកប៊ូវរៈបានមានប្រសាសន៍ថាបញ្ហានៅតំបន់នោះគឺជាបញ្ហារ៉ាំរ៉ៃរវាងប្រជាជាតិទាំងពីរដូចនេះក៏បីអាជ្ញាធរដែលពាក់ព័ន្ធទាំងស្ថាប័នជាតិនិងសហបានក្រោមជាតិធ្វើការដោះស្រាយបញ្ហានោះឲ្យបានឆាប់រហ័សជៀសវាងការអូសបន្លាយបញ្ហានេះតទៅទៀតដើម្បីធានាបាននូវការគោរពបូរណភាពដែនដីរបស់ប្រទេសទាំងពីរបើតាមខ្ញុំចាំកន្លងមកកំពង់ចាមហើយនឹងប៉ៃមិញគឺជាខេត្តសម្ព័ន្ធមិត្តអញ្ចឹងដោះស្រាយអីគួរតែរៀបចំដោះស្រាយទៅព្រោះវាយូរហើយមករ៉ាំរ៉ៃថាជាទម្លាប់ប្រវត្តិសាស្ត្រហើយណាអញ្ចឹងអាជ្ញាធរថ្នាក់ជាតិថ្នាក់ក្រោមជាតិក៏បីដោះស្រាយរឿងនឹងឲ្យបានសមស្របទោះបីជាការបោះបកគោលនឹងមិនទាន់បានចប់សពគ្រប់ក៏ដោយក៏យើងត្រូវតែមានការហាមឃាត់ពីភាគីទាំងសងខាងចឹងដែរឲ្យមានការបាញ់បោះមានចំនួនអីកើតឡើងព្រោះថាកម្ពុជាយើងមិនដែលថាមិនរងគ្រោះទេគឺទៅពេលដែលរឿងកើតឡើងកម្ពុជាជាអ្នករងគ្រោះរហូតលោកបន្តថាបញ្ហាព្រំដែនរវាងប្រទេសជិតខាងគឺជាបញ្ហាក្តៅគគុកដែលរដ្ឋាភិបាលកម្ពុជាអាណត្តិទី5ក៏បីធ្វើការដោះស្រាយបញ្ហាប្រវត្តិសាស្ត្រមួយនេះឲ្យបានដាច់ស្រេចជៀសវាងនឹងការបង្កឲ្យមានចំនួននឹងគ្នានិងដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសភូមិផងរបងជាមួយគ្នាឲ្យបានល្អប្រសើរនៅថ្ងៃអនាគតខ្ញុំសូត្រសុខប្រាថ្នាវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តកំពង់ចាម